ជំរាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់វីដេអូរបស់ខ្ញុំនៅថ្ងៃនេះថ្ងៃនេះខ្ញុំនឹងបន្តវីដេអូរបស់ខ្ញុំបន្តទៀតគឺរបៀបបង្កើត playlist បាទអញ្ចឹងបងប្អូនចូលមកកាន់ channel របស់បងប្អូនមកបាទហើយខ្ញុំចូលមកកាន់ channel របស់ខ្ញុំដែរបាទនេះគឺជា channel របស់ខ្ញុំបងប្អូនទាំងគ្នា channel ដែលខ្ញុំបង្កើតដើម្បីធ្វើការបរៀននៅក្នុងវីដេអូដែលខ្ញុំបានបង្ហោះហ្នឹងបាទអញ្ចឹងដើម្បីបង្កើត playlist បងប្អូនកាលមុនបងប្អូនឃើញនៅម្ដុំហ្នឹងមកជួរខាងក្រោម profile ហ្នឹងគេដាក់មាន dashboard ដាក់ content ដាក់ playlist analysis តែមួយរយៈក្រោយនេះគឺ YouTube បាន update ថ្មីហើយគឺអត់មាន playlist ទេបាទអញ្ចឹងបងប្អូនទៅឆ្ងល់ថា playlist នៅកន្លែងណាអញ្ចឹងទៅបង្កើត playlist បង្កើតនៅកន្លែងណាបាទឥឡូវវា update ថ្មីវាចូលនៅកន្លែងផុសខាងលើបងប្អូននេះកន្លែង profile យើងនៅខាងលើខាងស្ដាំដៃបងប្អូនមើលមកឃើញពាក្យថា create នេះអញ្ចឹងខ្ញុំបងប្អូនចុចលើពាក្យ create នោះវាមាន upload video មាន go live មាន create post មាន new playlist មាន new podcast បាទបងប្អូនបានដឹងអស់ហើយឥឡូវទាំងអស់នេះគឺខាងលើហ្នឹង upload វីដេអូមានន័យថាយើង upload ចូល YouTube ធម្មតាហ្នឹង go live នេះមានន័យថាយើងអាច live វីដេអូដូចជា Facebook អញ្ចឹង create post នេះមានន័យថាយើងអាច post រូបភាព post status អីនៅក្នុងYouTube បានហើយមួយទៀត new playlist បាទអាហ្នឹងហើយដែលយើងអាចដែលបងប្អូនអាចរកឃើញថា playlist ឥឡូវគេដាក់នៅណា update ទៅខាងណាអញ្ចឹងណាយើងធ្លាប់ឃើញនៅក្នុង timeline របស់យើងនេះឃើញឥឡូវនេះមានមកឡើងហ្នឹងបាទអញ្ចឹងដើម្បីបង្កើត playlist យើងយក new playlist មកបងប្អូនបាទអញ្ចឹងបងប្អូនអាចសរសេរឈ្មោះ new playlist ដែលបងប្អូនត្រូវសរសេរគឺសរសេរជា keyword បងប្អូនឧទាហរណ៍ថាបងប្អូនរកលុយតាម YouTube បង្កើតវីដេអូរកលុយតាម YouTube អញ្ចឹងបងប្អូនអាចសរសេរ earn money on YouTube earn money on YouTube អញ្ចឹងបងប្អូនបាទបងប្អូនអាចធ្វើចឹងមកហើយ description បងប្អូនអាចដាក់ description បានដូច description តែបងប្អូនដាក់នៅក្នុង channel YouTube អញ្ចឹងគឺដូចគ្នាបងអាចដាក់ទៅស្វាគមន៍មកកាន់playlist របស់ខ្ញុំឬក៏ស្វាគមន៍មកកាន់វីដេអូ YouTube របស់ខ្ញុំឲ្យដាក់តាមនោះមកតែដោយសារតែវែងឆ្ងាយពេកខ្ញុំក៏កន្លែងហ្នឹងបងប្អូនដាក់ខ្លួនឯងចុះណាបងប្អូនបាទខាងក្រៅនេះគឺ public ជាទូទៅ playlist យើងយកជា public ដែរបងប្អូនបាទហើយ add វីដេអូកន្លែងនេះបងប្អូនអាច add វីដេអូឲ្យឡើងនេះក៏បានប៉ុន្តែថាពេលខ្លះយើងចុចកន្លែងហ្នឹងជួនកាលវាចេញជួនកាលវាអត់ចេញអញ្ចឹងណាបើចេញបងប្អូនអាច tick ចឹងមកបាទឧទាហរណ៍បង tick ចឹងមកហើយដានទៅអញ្ចឹងមានន័យថាវាដាក់ណា5វីដេអូvàវីដេអូគឺ add ចូលក្នុង playlist ហ្នឹងហើយអញ្ចឹងយើងចុច create ទៅបងប្អូនបាទនេះ playlist ដែលយើងមកបង្កើតមិញគឺវាបង្ហាញ5វីដេអូនៅនឹងតែម្ដងបងប្អូនបាទអញ្ចឹង playlist នេះកន្លែងប៊ិចនេះយើងអាចចុចមកហើយយើងអាចបដូរឈ្មោះ playlist បានអាចបន្ថែម description អីបានទាំងអស់ណាបងប្អូនបាទអញ្ចឹងឥឡូវយើងថយមកក្រោយមកយើងបង្កើត playlist មួយទៀតយើងទៅចុចកន្លែង create នឹងមិញដែរហើយចុចទៅលើពាក្យថា new playlist បាទបងប្អូនអាចពេលខ្លះបងប្អូនធ្វើវីដេអូពី Telegram អញ្ចឹងបងប្អូនអាចដាក់ថាTelegram ចំណេះដឹង Telegram ក៏បានដែរឬក៏ដាក់ Telegram Telegram យើងដាក់ Telegram tutorial ទៅ tutorial មានន័យថាជាចំណេះដឹងចំណេះដឹងដែរបងប្អូននិយាយអំពី Telegram តែខុសខ្ញុំសុំមើលតិចបាទនេះ Telegram tutorial អានេះយើងអាចដាក់ description ដូចខ្ញុំនិយាយមិញអញ្ចឹងបាទឥឡូវនេះយើងអាចដាក់ add video បានយើងអាច add មកអានេះខ្ញុំតោះឧទាហរណ៍ប្រាប់បងប្អូនណាបងប្អូនបង្កើត playlist Telegram គឺបងប្អូនអាច add Telegram ទៅបងប្អូនបង្កើត playlist ជា
រកលុយតាម YouTube គឺបងប្អូន add តែវីដេអូដែលតាក់ទង YouTube ទៅបាទបងប្អូនបង្កើតplaylist និយាយពីកម្មវិធី LINE ចឹងបងប្អូន add តែវីដេអូ LINE របស់បងប្អូនទៅអញ្ចឹងមិនមានការ add អីផ្សេងចូលច្រើនខុសគ្នាទេបងប្អូនណាការ add នេះគឺងាយស្រួលដើម្បីឲ្យបងប្អូនមើលវីដេអូយើងគាត់ចុចមើលបានឧទាហរណ៍គាត់ចង់មើល Telegram គាត់ចុចតែ playlist Telegram ទៅគឺមានមក set តែម្ដងចាបាទអញ្ចឹងយើងមកឃើញនេះពី playlist ដែលខ្ញុំ add តែ2អញ្ចឹងដាក់ create មកបាទ create មកវានឹងចេញមកនេះបាទបងប្អូនអាចមើល playlist របស់បងប្អូនបង្កើតមិនបានគឺអាចចូលទៅក្នុង content នេះមកហើយបងប្អូនមើលខាងលើនេះមកនេះមាន inspiration video short live post playlist ណា playlist បងប្អូនចុចទៅលើ playlist ទៅមានថាមិញនេះគឺបងប្អូនបង្កើត playlist បាន2ហើយបាទTelegram tutorial មួយហើយនិង earn money on YouTube មួយបាទអញ្ចឹងបង្កើតបាន2ហើយបាទចូលទៅក្នុង content នេះមកហើយថិចលើ2នេះមកហើយបងប្អូនអាចដាក់ add playlist អញ្ចឹងក៏បងប្អូនអាចបង្កើត playlist ថ្មីបានដែរអញ្ចឹងចុចទៅលើ create playlist មកហើយ new playlist អញ្ចឹងបងប្អូនអាចដាក់ឈ្មោះបានដូចគ្នាបើយើងដាក់ ABC ទៅ AAA ចេះក៏បានដែរបាទអញ្ចឹងយើងចុច create ទៅបាទហើយ save មួយទៀតបាទអញ្ចឹងបងប្អូនបើកទៅលើ playlist ទៅបងប្អូននឹងឃើញ playlist ថ្មីដែលបងប្អូនបានបង្កើតមិញគឺ AAA បាទបងប្អូនបាទអញ្ចឹងវីដេអូបង្កើត playlist គឺមានតែប៉ុណ្្នឹងទេបងប្អូនអរគ្នាយើងជួបគ្នានៅវីដេអូក្រោយទៀតបាទបាយបាយបងប្អូនអរគ្នាបាយបាយ